លោកអ្នកកំពុងទស្សនាកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីជាមួយនឹងខ្ញុំបាទនិងកូនរិស័យនៅក្នុងសំណួរតម្លៃ40,000 រៀលតាក់ទងទៅនឹងសត្វមេអំបៅបាទលោកអ្នកដឹងទេតើមេអំបៅដឹងរសជាតិដោយសារអីភ្នែកឬក៏ជើងហើយចំណែកចម្លើយរបស់បងរិស័យគឺជើងរបស់វាដែលជាអ្នកធ្វើឲ្យវាដឹងរសជាតិគឺពិតជាត្រឹមត្រូវបាទសំណួរតម្លៃ80,000 រៀលតើរឿងរាមកេរ្តិ៍ខ្មែរមានប្រភពចេញពីរឿងរាមាយណៈប្រទេសណា A ម៉ាឡេស៊ី B ភូមា C ឥណ្ឌា D ឥណ្ឌូនេស៊ីមិនច្បាស់នៅមានជំនួយតែបើច្បាស់សូមអញ្ជើញឆ្លើយសូមឆ្លើយបងសូមអញ្ជើញបាទគឺ C បង C ឥណ្ឌាបាទជាចម្លើយចុងក្រោយC ឥណ្ឌាគឺជាចម្លើយត្រឹមត្រូវបងសំណួរតម្លៃ1,600,000តាមទំនៀមទម្លាប់ខ្មែរតើថ្ងៃអង្គារគេស្លៀកពណ៌អ្វី A ស្វាយ B បៃតង C លឿងទុំ D ខៀវជំនួយមហាជនសូមជំនួយមហាជនអូនទទួលបានជំនួយនោះភ្លាមសូមជួយបានណាអូនរិស័យកំពុងតែមិនដឹងថាតើថ្ងៃអង្គារពណ៌អ្វីដែលយើងស្លៀកពាក់ទៅធ្វើឲ្យយើងមានសុខសេរីសួស្តីល្អបើដឹងសូមចុចជួយដល់រិស័យផងត្រៀមចាប់ផ្ដើមជឿឬមិនជឿ A ពណ៌ស្វាយគឺជាពណ៌ដល់សេរីសួស្តីដល់អ្នកដែលពាក់នៅថ្ងៃអង្គារខ្ញុំជឿលើមហាជនជឿលើមហាជនទស្សនិកជននៅទីនេះដូច្នេះ A ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរជាបន្តមានតម្លៃ3,200,000 រៀលមានសិទ្ធិពិសេសនិងជំនួយទូរស័ព្ទនៅមិនទាន់ប្រើសំណួរតម្លៃ3,200,000 រៀលចរន្តអគ្គិសនីដែលផ្លាស់ទីតាមទិសដៅតែមួយគត់ហៅថាអ្វី A ចរន្តជាប់ B ចរន្តឆ្លាស់ C និច្ចលភាព D ចរន្តបដូរទិសអានសំណួរមួយឲ្យបានច្បាស់គិតពិចារណាឲ្យបានត្រឹមត្រូវតើគួរប្រាជ្ញជំនួយឬក៏គួរឆ្លើយខ្ញុំឆ្លើយបងសូមឆ្លើយជឿជាក់ខ្លួនឯងប្រមាណភាគរយខ្ញុំជឿជាក់លើខ្លួនឯង 100% បងគឺចរន្តជាប់ A ជាចម្លើយចុងក្រោយអបអរសាទរបាទបង3,200,000 រៀលសំណួរជាបន្តត្រូវតែគិតរឹតតែខ្លាំងព្រោះតម្លៃនៃសំណួរបន្តគឺមានរហូតដល់ទៅ6,400,000ហើយបើឆ្លើយត្រូវដល់ដំណាក់កាលទី3នេះចប់ទាំង15សំណួរបងអូនមានទឹកប្រាក់100 លានរៀលបងអូននៅសល់ចិន្តាតែ5កម្មទៀតតែប៉ុណ្ណោះនឹងដល់គោលដៅហើយប
អូននៅជំនួយមួយនៅឡើយហើយសិទ្ធិពិសេសក៏នៅបន្តប្រើដែរសូមជូនបងប្អូនក្នុងជំហាននៃដំណាក់កាលទី3ជាបន្តសំណួរ6លាន4សែនតើត្រខ្មែរមានខ្សែប៉ុន្មាន A ខ្សែ1 B ខ្សែ2 C ខ្សែ3 D ខ្សែ4ជំនួយរបស់លោកនៅមួយ សុំជំនួយទូរស័ព្ទហ្នឹងបង សូមជំនួយទូរស័ព្ទបងរិស័យនឹងទទួលបានសិទ្ធិនឹងភ្លាមបាទណាបាទសូមភ្ជាប់ទូរស័ព្ទឲ្យខ្ញុំបាទបន្តិចមកបាទជំរាបសួរបាទ ចាលោកសួរ បាទខ្ញុំបាទទូរស័ព្ទអំពីកម្មវិធីអ្នកនឹងខ្លាយជាសេដ្ឋីអត់ទៅមកឈ្មោះអីដែរបាទ ចាខ្ញុំឈ្មោះយន្ធី បាទឈ្មោះអីសូមម្ដងទៀតបាទ ខ្ញុំឈ្មោះចន្ទធី ចន្ទធី ចាចា ខ្ញុំបាទសូមជម្រាបចន្ទធីថាឥឡូវនេះអូនពេញរិស័យកំពុងតែនៅអង្គុយកៅអីសេដ្ឋីហើយបងអូនកំពុងតែទាល់នៅសំណួរមួយដែលមានតម្លៃជាទឹកប្រាក់6លាន4សែនរៀលដែលកំពុងតែរកចម្លើយមិនឃើញទេចង់ឲ្យបើចន្ទធីជួយឆ្លើយក៏ប៉ុន្តែចន្ទធីមានពេលតែ30វិនាទីតែប៉ុណ្ណោះរាប់ចាប់ពីរិស័យអានសំណួរនិងចម្លើយបាទណា ចា បាទអរគុណត្រៀមចាប់ផ្ដើម តើត្រខ្មែរមានប្រមាណខ្សែ 1 A មាន1ខ្សែ B 2ខ្សែ C 3ខ្សែ D 4ខ្សែតើ ឡើយ ត្រខ្មែរមានប្រមាណខ្សែ A មាន1ខ្សែ B មាន2ខ្សែ C មាន3ខ្សែ D មាន4ខ្សែ ចម្លើយគឺចម្លើយ C ត្រខ្មែរមាន3ខ្សែ ត្រខ្មែរមាន3ខ្សែសម្រាប់ចិត្តឲ្យឬនៅឬក៏កំពុងតែគិតបន្តិចសិន ជឿជាក់ ដូច្នេះអូនជ្រើសយក C C ជាចម្លើយ ចុងក្រោយ ចុងក្រោយបាទតើត្រខ្មែរមានខ្សែប្រហែលទៅណខ្ញុំដូចជាពិបាកគិតមែនតើបន្តិចទៀតលោកអ្នកនឹងបានជ្រាបពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ